កម្មវិធីធំ The Battle of Three Kingdoms ដូចយើងរកដាក់ដល់បងប្អូនអើយកម្មវិធីនេះកម្មវិធីធំបើនិយាយទៅកម្មវិធីក៏ធំ5,000ក៏ច្រើនហើយក្លឹបលំដាប់ស្រុកខ្មែរធំទាំង3ប៉ះគ្នាហើយកីឡាករលំដាប់ក្លឹបធំប៉ះគ្នានោះសារស៊ុបស្តារហើយតែគាត់ថាដូចយើងរកដាក់ដល់ហើយបន្ទាប់ពីធនមីងហុងលបោះធ្ងន់លើកពេលជាមួយនឹងពេជ្រសម្បត្តិមកឥឡូវឮថាធនបណិតត្រូវដូរគូចេញទៀតហ្នឹងអត់បានប៉ះជាមួយពេជ្រមិនសិតទេដាក់ធនលេងម្ដងតែគាត់ថាថ្ងៃខែប៉ះគ្នាអត់ដឹងថ្ងៃណាទេអានេះខ្ញុំឃើញ poster បងគាត់ផុសហ្នឹងណាឮថាធនបណិតដកខ្លួនហើយដាក់ធនលេងជំនួសប៉ះជាមួយពេជ្រមិនសិតបើនិយាយទៅបន្ទាប់ពីធនមីងហុងលបោះធ្ងន់ត្រង់កំណាប់ដៃកីឡាករចិនមកខ្ញុំគាត់ថាធនមីងហុងប៉ះមួយពេជ្រសម្បត្តិមិនអាចប៉ះគ្នាបានថ្ងៃ17ទេបងប្អូនបែកធំហើយលបោះធ្ងន់ណាបន្ទាប់ពីនេះលើកថ្ងៃអត់ដឹងថ្ងៃខែប្រកួតមកឥឡូវនេះមកដូរគូទៀតមកដូរគូធនបណិតចាញ់ដាក់ធនលេងទៀតនិយាយបើនិយាយទៅកម្មវិធីនេះកម្មវិធីធំបងប្អូនតែធ្វើឲ្យ fan ជឿក្បាលបន្តិចសម្រាប់កម្មវិធីនេះសម្រាប់ខ្ញុំគាត់ថាធនលេងមិនមែនជាដៃគូពេជ្រមិនសិតទេបើថាធនបណិតគីឡូអាចតែបើដាក់ធនលេងមកអញ្ចឹងគូផាន់គាត់មានទាំងបតលេបទៀតគាត់ផ្អែមបន្លែគាត់ទៀតកម្មវិធីធំបងប្អូនកម្មវិធីធំតែដូចជាយើងរកដាក់បន្តិចសម្រាប់កម្មវិធីខ្ញុំបើនិយាយទៅខ្ញុំអត់ដឹងពីមូលហេតុរបស់ធនបណិតទេតែគាត់ថាបើយើងធ្វើឲ្យ fan ជឿក្បាលខ្ញុំគាត់ថាកម្មវិធីនេះដូចជាមិនសូវទាមទារចំណាប់អារម្មណ៍ fan ខ្មែរដំបូងល្អបងប្អូនសម្រាប់ខ្ញុំឃើញតែគាត់រៀបចំមកក៏ល្អណាស់តែដល់ចុងក្រោយយើងរកដាក់ធ្វើឲ្យ fan ជឿក្បាលអញ្ចឹងហើយ fan ដែលខំវិភាគគូធនបណិតជាមួយពេជ្រមិនសិតបាយជាដាក់ធនលេងរីឯធនមីងហុងប៉ះជាមួយពេជ្រសម្បត្តិថ្ងៃ10បាយជាដូរថ្ងៃអញ្ចឹងហើយធ្វើឲ្យ fan ជឿក្បាលបន្តិចសម្រាប់កម្មវិធីនេះតែក៏កម្មវិធីនេះបើនិយាយទៅខ្ញុំឃើញតែគាត់រៀបចំល្អបងប្អូនរៀបចំល្អហើយកម្មវិធីធំហើយ5,000ធំហើយកីឡាករដែលគាត់យកមកហ្នឹងគឺយកមកស្ដាប់ពីក្លឹបស្ដេចក្លឹបស្រុកខ្មែរហើយតែគាត់ថាដល់ដូរគូចុះដូរគូឡើងលើកថ្ងៃខែចេះលើកថ្ងៃខែឡើងធ្វើឲ្យ fan ជឿក្បាលអញ្ចឹងហើយដូចរឿងសាបបន្តិចហើយសម្រាប់ខ្ញុំតែប៉ុណ្្នឹងឯងបងអរគុណច្រើនតែខ្ញុំអត់ដឹងពីមូលហេតុគេដូរគូដោយសារអីទេអត់ទាន់ដឹងទេចាំមើលជាក់ស្ដែង